ជាបឋមខ្ញុំសូមគោរពជំរាបសួរលោកគ្រូទេនេះខ្ញុំឈ្មោះអោងវិមានរៀននៅថ្នាក់ខឌីថ្ងៃនេះដែរខ្ញុំមកសង្ខេបនឹងចូលបញ្ចាំងខ្លឹមសារមេរៀន Bloom Taxonomy ការរៀបចំនិងការបង្កើតតេស្តចឹងចំណុចទី1គោលបំណងនិងសារៈសំខាន់នៃទ្រឹស្ដី Bloom ចឹងទ្រឹស្ដី Bloom ត្រូវបានប្រើប្រាស់ជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការអប់រំដើម្បី1រៀបចំកម្មវិធីសិក្សានិងកំណត់វត្ថុបំណងចឹងជួយឲ្យគ្រូបង្រៀនកំណត់បានច្បាស់នៅអ្វីដែលសិស្សត្រូវសម្រេចបានចំណុចទី2លំដាប់លំដោយនៃបំណិនរៀបចំការរៀនសូត្រពីកម្រិតងាយទៅកម្រិតលំបាកចំណុចទី3ការវាស់វែងនិងការវាយតម្លៃនឹងជួយសម្រួលដល់ការសួរសំណួរនិងសំវត្ថុបំណងមេរៀនទៅនឹងស្តង់ដារវាយតម្លៃឲ្យមានប្រសិទ្ធភាពចំណុចទី2ធំកម្រិតពុទ្ធិទាំង6របស់ Bloom និងឧទាហរណ៍ចឹងមេរៀនបានបែងចែកកម្រិតនៃការយល់ដឹងរបស់មនុស្សជា6ដំណាក់កាលទី1គឺការចងចាំចឹងការចងចាំគឺការរំលឹកឡើងនៅព័ត៌មានឬចំណេះដឹងពីលំនឹងរយៈពេលវែងឧទាហរណ៍ការស្គាល់ឬការសូត្រឡើងវិញចំណុចទី2ការយល់ចឹងការយល់គឺការបកស្រាយពន្យល់ធ្វើចំណែកថ្នាក់ឬសង្ខេបព័ត៌មានដែលបានរៀនចំណុចទី3ការអនុវត្តចឹងការប្រើប្រាស់ទ្រឹស្ដីនិងវិធានទៅនឹងអនុវត្តក្នុងស្ថានភាពជាក់ស្ដែងដើម្បីបញ្ជាក់ថាត្រឹមត្រូវឬទេដំណាក់កាលទី4គឺការវិភាគចឹងការវិភាគគឺការបំបែកព័ត៌មានជាផ្នែកតូចដើម្បីរកទំនាក់ទំនងរវាងផ្នែកទាំងនេះឧទាហរណ៍ការញែកភាពខុសគ្នាដំណាក់កាលទី5គឺការវាយតម្លៃចឹងការវាយតម្លៃនឹងគឺការធ្វើវិនិច្ឆ័យដោយផ្អែកលើស្តង់ដារឬលក្ខណៈវិនិច្ឆ័យជាក់លាក់ឧទាហរណ៍ការរិះគន់ឬក៏ការត្រួតពិនិត្យជាដើមដំណាក់កាលទី6គឺការបង្កើតថ្មីគឺការផ្សំធាតុផ្សេងចូលគ្នាដើម្បីបង្កើតជាអ្វីដែលថ្មីឬរៀបចំផែនការថ្មីចំណុចទី3ធំប្រភេទនិងទម្រង់នៃសំណួរចឹងមាន2គឺសំណួរទម្រង់បិទនិងសំណួរទម្រង់បើកសំណួរទម្រង់បិទជាសំណួរដែលមានចម្លើយផ្ដល់ឲ្យស្រាប់សិស្សគ្រាន់តែជ្រើសរើសផ្គូផ្គងឬបំពេញឧទាហរណ៍សំណួរពហុជ្រើសរើសសំណួរខុសត្រូវនិងផ្គូផ្គងសំណួរទម្រង់បិទចឹងសំណួរទម្រង់បើកសំណួរទម្រង់បើកហ្នឹងគឺតម្រូវឲ្យសិស្សសរសេរចម្លើយដោយប្រើគំនិតផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហាចម្លើយអាចខ្លីឬវែងអាស្រ័យលើទំហំនៃបញ្ហាឬសមត្ថភាពរបស់សិស្សចំណុចទី4ធំគឺដំណើរការបង្កើតតេស្តស្តង់ដារចឹងគឺការបង្កើតតេស្តស្តង់ដារគឺការបង្កើតតេស្តត្រូវអនុវត្តតាមដំណាក់កាលជាប្រព័ន្ធដូចជាដំណាក់កាលទី1គឺការរៀបចំគម្រោងលម្អិតមានន័យថាបង្កើតតារាងសង្ខេបដែលបង្ហាញពីលទ្ធផលសិក្សាខ្លឹមសារមេរៀនកម្រិតពុទ្ធិនិងកម្រិតលំបាកចំណុច2ការបង្កើតសំណួរចឹងសរសេរសំណួរដោយផ្អែកលើតារាងគម្រោងដែលបានកំណត់ចំណុចទី3ការអនុវត្តតេស្តចឹងការអនុវត្តតេស្តហ្នឹងគឺយកវិញ្ញាសាទៅដាក់ឲ្យសិស្សធ្វើក្នុងថ្នាក់
ចំណុចទី4គឺការវិភាគនិងកែលម្អអញ្ចឹងធ្វើអត្រាកំណែវិភាគលទ្ធផលដើម្បីរកចំណុចខ្លាំងចំណុចខ្សោយរបស់សិស្សនិងកែលម្អផែនការបង្រៀនឡើងវិញចំណុចទី5ធំធាតុផ្សំនៃតារាងគម្រោងលម្អិតតេស្តអញ្ចឹងតារាងនេះជាឧបករណ៍ជួយឲ្យការវាយតម្លៃមានទិសដៅច្បាស់លាស់និងមានទំនុកចិត្តជាងធាតុផ្សំសំខាន់រួមមានខ្លឹមសារមេរៀននិងលទ្ធផលសិក្សារំពឹងទុកទម្រង់សំណួរនិងកម្រិតពុទ្ធិកម្រិតលំបាករយៈពេលដែលត្រូវប្រើនិងសំណួរពិន្ទុសម្រាប់សំណួរនីមួយៗលេខកូដសំណួរនិងលេខរៀងសំណួរអញ្ចឹងឥឡូវនេះខ្ញុំមកធ្វើការឆ្លុះបញ្ចាំងខ្លឹមសារមេរៀនដល់អញ្ចឹងការឆ្លុះបញ្ចាំងលើខ្លឹមសារមេរៀននេះស្ដីពីផ្លូមតាក់សូណូមីនិងការរៀបចំតេស្តអញ្ចឹងផ្ដល់នៅទស្សនវិស័យស៊ីជម្រៅលើការកែលម្អគុណភាពអប់រំនិងការវាស់វែងសមត្ថភាពសិស្សឲ្យចំគោលដៅអញ្ចឹងខ្ញុំនឹងឆ្លុះបញ្ចាំងពីចំណុចសំខាន់ដូចខាងក្រោមចំណុចទី1ធំគឺការផ្លាស់ប្ដូរពីការទិញចាំមកជាការកាត់កម្រិតខ្ពស់អញ្ចឹងមេរៀននេះបានបង្ហាញថាការអប់រំដែលប្រើប្រសិទ្ធភាពមិនមែនត្រឹមតែឲ្យសិស្សចងចាំនិយមន័យឬរូបមន្តនោះទេតាមរយៈឋានានុក្រមរបស់ Bloom យើងឃើញថាគ្រូបង្រៀនត្រូវជំរុញសិស្សឲ្យឈានដល់កម្រិតវិភាគវិតម្លៃនិងបង្កើតថ្មីចាអញ្ចឹងឆ្លុះបញ្ចាំងប្រសិនបើតេស្តផ្ដោតទៅលើការចងចាំនោះសិស្សនឹងក្លាយជាម៉ាស៊ីនថតចម្លងប៉ុន្តែបើគ្រូប្រើសំណួរកម្រិតខ្ពស់វានឹងជួយឲ្យសិស្សមានបំណិនដោះស្រាយបញ្ហាក្នុងជីវភាពជាក់ស្ដែងចំណុចទី2ធំតុល្យភាពរវាងទម្រង់សំណួរនិងសុពលភាពនៃតេស្តចឹងមេរៀនបានពន្យល់ពីគុណសម្បត្តិនិងគុណវិបត្តិនៃសំណួរបិទនិងសំណួរបើកចឹងសំណួរបិទនឹងងាយស្រួលកែមិនលំអៀងប៉ុន្តែលំបាកក្នុងការវាស់ស្ទង់ការគិតស៊ីជម្រៅសំណួរបើកនឹងគឺវាស់ស្ទង់ការច្នៃប្រឌិតនិងការរៀបចំគំនិតបានល្អប៉ុន្តែការផ្ដល់ពិន្ទុអាចមានភាពលំអៀងចំណុចទី3ការឆ្លុះបញ្ចាំងចឹងគ្រូមិនគួរប្រើតែប្រភេទសំណួរណាមួយឡើយការប្រើប្រាស់ចម្រុះគ្នាជួយឲ្យការវិតម្លៃមានភាពគ្រប់ជ្រុងជ្រោយនិងយុត្តិធម៌សម្រាប់សិស្សគ្រប់រូបចំណុចទី3ធំតារាងគម្រោងលម្អិតតេស្តចឹងចំណុចដ៏សំខាន់បំផុតមួយគឺការរៀបចំតេស្ត specification ឬ test blueprint ចឹងវាប្រៀបដូចជាប្លង់មេសម្រាប់សាងសង់ផ្ទះចឹងការឆ្លុះបញ្ចាំងនេះគឺការបង្កើតតេស្តដោយគ្មានគម្រោងលម្អិតអាចនាំឲ្យវិញ្ញាសាចេញមកលំអៀងឧទាហរណ៍មេរៀន1ចេញសំណួរច្រើនពេករីឯមេរៀនទី2ចេញមិនចេញទាល់តែសោះអញ្ចឹងការប្រើតារាងនេះធានាថារាល់ខ្លឹមសារមេរៀននិងកម្រិតពុទ្ធិដែលបានបង្រៀនត្រូវបានយកមកវាស់វែងដោយសមាមាត្រនិងមានវិទ្យាសាស្ត្រចំណុចទី4ធំការប្រើប្រាស់លទ្ធផលតេស្តដើម្បីកែលម្អការបង្រៀនចឹងមេរៀននេះសង្កត់ធ្ងន់លើដំណើរការក្រោយការធ្វើតេស្តនិងការវិភាគលទ្ធផលចឹងការឆ្លុះបញ្ចាំងតេស្តមិនមែនសម្រាប់តែដាក់ពិន្ទុឬកាត់សេចក្តីថាសិស្សជាប់ឬធ្លាក់នោះទេចឹងវាជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃវិធីសាស្ត្រ
បង្រៀនរបស់គ្រូបើសិស្សភាគច្រើនធ្វើសំណួរណាមួយមិនបានវាជាសញ្ញាប្រាប់ថាគ្រូត្រូវពន្យល់មេរៀនត្រង់ចំណុចនោះឡើងវិញចំណុចទី5គឺសេចក្តីសន្និដ្ឋាននៃការឆ្លុះបញ្ចាំងគឺការរៀបចំនិងការបង្កើតតេស្តតាមទ្រឹស្ដី Bloom គឺជាការធ្វើឡើងការវិលម្លែคล้ายជាការវិតម្លៃដើម្បីការរៀនសូត្រ Assessment for Learning ជាងគ្រាន់តែជាការវិលម្លែលើការរៀនសូត្រAssessment of Learning ចឹងវាជួយឲ្យគ្រូមានជំនាញវិជ្ជាជីវៈច្បាស់លាស់មិនធ្វើតាមអំពើចិត្តនិងជួយឲ្យសិស្សអភិវឌ្ឍសមត្ថភាពពិតប្រាកដស្របតាមយុគសម័យថ្មីចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា